ជម្រាបសួរអ្នកតាមដានเพจកូនជឿនវិភាគអក្សរសិល្ប៍ខ្មែរ Digital ទាំងអស់ថ្ងៃនេះយើងនឹងវិភាគសាមពីបញ្ហាមួយដែលកំពុងតែកើតមានឡើងខ្លាំងនៅក្នុងស្នាដៃអ្នកនិពន្ធខ្មែរសម័យទំនើបនោះគឺការប្រើប្រាស់ពាក្យខ្ចីបរទេសមិនថាពីអង់គ្លេសបារាំងសៀមឡើយតាំងពីប្រឡំលោករហូតដល់កំណាព្យសុទ្ធតែកំពុងតែពោពេញទៅដោយពាក្យទាំងនោះតែបាតុភូតនេះជាសញ្ញានៃការវិវត្តដែលឆ្លុះបញ្ចាំងពីសកលភាវូបនីយកម្មឬជាការគំរាមកំហែងដល់ភាសាខ្មែរនិងអត្តសញ្ញាណអក្សរសិល្ប៍ជាតិជាការពិតណាស់ការប្រើប្រាស់ពាក្យខ្ចីផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនឆ្លុះបញ្ចាំងពីការពិតសង្គមនៅពេលដែលយើងសរសេររឿងអំពីបរិបទទីក្រុងឬយុវជនបច្ចេកវិទ្យាវាមិនអាចជៀសផុតពីការប្រើប្រាស់ពាក្យដូចជា online meeting ឬ IT បានទេការប្រើប្រាស់ពាក្យទាំងនេះធ្វើឲ្យសាច់រឿងមានភាពរស់រវើកប្រាកដនិយមនិងធ្វើឲ្យអ្នកអានចំនួនថ្មីអាចតាក់ទងបានភ្លាមភាពទាន់សម័យនិងចំណេញពេលវេលាពេលខ្លះយើងគ្មានពាក្យខ្មែរសុទ្ធណាដែលអាចបកប្រែពាក្យបរទេសបានគ្រប់គ្រាន់ឬត្រូវការពន្យល់វែងឆ្ងាយនោះទេការប្រើប្រាស់ពាក្យខ្ចីត្រឹមត្រូវជួយឲ្យអ្នកនិពន្ធចំណេញពេលវេលានិងរក្សាបាននៅចង្វាក់រឿងបរិគំនិតពាក្យបរទេសខ្លះផ្ទុកនៅគំនិតឬទស្សនវិជ្ជាថ្មីដែលភាសាខ្មែរមិនធ្លាប់មានពីមុនមកដូច្នេះការខ្ចីពាក្យទាំងនោះគឺជាមធ្យោបាយមួយក្នុងការនាំចូលចំណេះដឹងថ្មីមកកាន់សង្គមទោះជាមានចំណុចវិជ្ជមានក៏ដោយយើងក៏មិនអាចមើលរំលងពីហានិភ័យនៃការប្រើប្រាស់ហួសហេតុនោះដែរការបាត់បង់អត្តសញ្ញាណភាសានៅពេលដែលយើងប្រើពាក្យខ្ចីច្រើនពេកអក្សរសិល្ប៍របស់យើងនឹងបាត់បង់នៅរសជាតិខ្មែរអ្នកអានអាចនឹងយល់ច្រឡំថាជាអ្នកនិពន្ធបកប្រែមិនមែនជាស្នាដៃទើបដើមរបស់ខ្មែរទេឧបសគ្គនៃការយល់ដឹងអ្នកអានដែលមិនសូវទទួលបានការអប់រំខ្ពស់ឬក៏ជាអ្នកចំនួនចាស់នឹងជួបការលំបាកក្នុងការយល់ដឹងពីអត្ថបទនេះធ្វើឲ្យស្នាដៃអក្សរសិល្ប៍មិនអាចទៅដល់មហាជនទូទៅបានការខ្ជិលក្នុងការបង្កើតពាក្យអ្នកនិពន្ធខ្លះបែរជាប្រើប្រាស់ពាក្យខ្ចីដោយមិនបានព្យាយាមស្វែងរកពាក្យខ្មែរសមរម្យឬបង្កើតពាក្យថ្មីដែលស្របតាមវេយ្យាករណ៍ខ្មែរនោះទេសរុបមកវិញការប្រើប្រាស់ពាក្យខ្ចីបរទេសក្នុងអក្សរសិល្ប៍ខ្មែរមិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេបញ្ហាគឺស្ថិតនៅលើតុល្យភាពដំណោះស្រាយគឺទី1ប្រើប្រាស់ដោយចេតនាត្រូវប្រើនៅពេលចាំបាច់បំផុតដើម្បីរក្សាភាពប្រាកដនិយមទី2ស្វែងរកជម្រើសមុននឹងប្រើពាក្យបរទេសគួរតែស្វែងរកពាក្យខ្មែរសមរម្យទី3បង្កើតពាក្យថ្មីអ្នកនិពន្ធនិងអ្នកភាសាវិទ្យាគួរតែចូលរួមកាន់តែសកម្មក្នុងការបង្កើតពាក្យខ្មែរសម្រាប់បច្ចេកវិទ្យានិងគំនិតថ្មីអក្សរសិល្ប៍ខ្មែរត្រូវតែបើកចំហចំពោះពិភពលោកប៉ុន្តែក៏ត្រូវតែថែរក្សាគ្រឹះឬគល់របស់ខ្លួនផងដែរតើលោកអ្នកយល់យ៉ាងណាដែរតើអ្នកនិពន្ធខ្មែរគួរបន្តប្រើពាក្យខ្ចីបរទេសឬគួរតែផ្ដោតលើពាក្យខ្មែរសុទ្ធសូមចូលរួមបញ្ចេញមតិយោបល់នៅខាងក្រោមសូមអរគុណ